តោះសួស្តីអ្នកទាំងគ្នាថ្ងៃនេះជួបគ្នាសារជាថ្មីថ្ងៃនេះខ្ញុំនឹងប្រាប់ពីវិធីសាស្ត្រក្នុងការផ្លាស់ប្ដូរពី add friend ទៅ follow ហើយជាទូទៅមានបងប្អូនមួយចំនួនជាពិសេស MMO ដៃថ្មីឬក៏អ្នកដែលទើបតែបង្កើតនៅ Facebook ថ្មីគាត់អត់ដឹងពីរបៀបនៃការចូលទៅផ្លាស់ប្ដូររបៀបនេះហើយមានមួយចំនួនទៀតដូចជាបងប្អូនដែលលេងយូរហើយក៏គាត់ភ្លេចរបៀបនៃការចូលផ្លាស់ប្ដូរពី add friend ទៅ Facebook ដូចគ្នាផ្លាស់ប្ដូរពី add friend ទៅ follow ដូចគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីសាស្ត្របែបនេះតោះមកខាត់ពេលយូរទៅធ្វើទាំងអស់គ្នាជាដំបូងបងប្អូនចូលក្នុង profile Facebook នឹងមកបន្ទាប់មកចុចទៅលើរូប profile ចុចកន្លែងរង្វង់មូលត្រេក3នេះមកបន្ទាប់មកទៀតបងប្អូនឃើញកន្លែងរូបភ្នែកនេះតែគេដាក់ពាក្យថា view as ចុចលើវាមកអញ្ចឹងបងប្អូនឃើញទម្រង់ profile Facebook យើងបែបនេះតែ Facebook នេះគឺអត់ទាន់ដូរទេអានេះ Facebook របស់ខ្ញុំអត់ទាន់ដូរទេមាន add friend នៅឡើយអញ្ចឹងទៅមើលរបៀបដូររបស់គ្នាតោះយើងថយក្រោយមកវិញមកបងប្អូនចុចកន្លែងត្រេ3ខាងលើនេះមករួចស្វែងរកពាក្យ setting and privacy បន្ទាប់មកចុចកន្លែង setting បន្ទាប់មកទៀតអូសចុះមកក្រោមនេះចុចកន្លែងរូបមនុស្សនេះ how to people find and contact you ហើយកន្លែងខាងលើនេះបងប្អូនចុចលើវាមកអញ្ចឹងបើសិនជាបងប្អូនចង់ផ្លាស់ប្ដូរទៅ follow បងប្អូនចុចខាងក្រោមនេះគឺ friend of friend មកបើសិនជាបងប្អូនអត់ចង់ប្ដូរទេបងប្អូនចុចទៅ everyone ដូចដើមមកអញ្ចឹងយើងចុច save មកតោះយើងទៅមើលអស់គ្នាថាតើវាផ្លាស់ប្ដូរហើយឬនៅចុចចេញមកវិញមកបន្ទាប់មកចុចកន្លែងវងមូលសញ្ញាត្រេក3នឹងដដែលមកចុចកន្លែង view as កន្លែងភ្នែកនឹងដដែលមកហើយ refresh ពីមួយមកនេះវានឹងចេញពាក្យ follow អញ្ចឹងចង់ចំណុចហ្នឹងខ្ញុំចង់ recommend ឲ្យបងប្អូនដាក់ follow ទៅវាស្រួលបើសិនជាបងប្អូននៅតែដាក់ add friend ដដែលអញ្ចឹងវាពិបាកនៅពេលដែល friend របស់យើង add ទៅយើងត្រូវចុច confirm ម្ដងមួយអញ្ចឹងបើបងប្អូនដាក់ follow គឺវាអាចជា friend របស់យើងអូតូតាមនោះបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងសូមសម្រាប់បងប្អូនជួយចុច follow និងជួយ share ដល់ខ្ញុំផងបាទអរគុណច្រើន